បាទក៏សូមជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូថ្ងៃនេះដែរខ្ញុំលើកយកវីដេអូមួយមកបង្ហាញជូនពុកម៉ែបងប្អូនទុកជាប្រយោជន៍នៃការប្រើប្រាស់បាទវីដេអូដែលខ្ញុំចង់លើកមកនិយាយនេះគឺការបង្កើត Gmail ដោយមិនប្រើលេខទូរស័ព្ទហើយការបង្កើតនេះគឺតាមរយៈទូរស័ព្ទហើយមិនចាំបាច់ដាក់លេខទូរស័ព្ទនៅពេលដែលយើងបង្កើតមុនដំបូងបាទកើតយ៉ាងណាអីយ៉ាងណាសូមទៅតាមដានទាំងអស់គ្នាហើយមុននឹងចូលដល់ការបង្ហាញសម្រាប់បងប្អូនថ្មីៗដែលមិនទាន់បាន Subscribe ទេសូមជួយចុច Subscribe like និងរូបកណ្ដឹងអ្នកមួយផងសូមបងប្អូនទស្សនាដល់ចប់បាទកុំឲ្យថាពេលហើយទៅធ្វើអត់បានអញ្ចឹងបើសិនជាបងប្អូនទស្សនាដល់ចប់ខ្ញុំធានាថាបងប្អូនអាចនឹងធ្វើបានអញ្ចឹងយើងចូលទៅធ្វើការបង្ហាញទាំងអស់គ្នាមុនដំបូងបងប្អូនត្រូវចូលក្នុង setting ក្នុងទូរស័ព្ទរបស់យើងមួយត្រូវមាន setting ឯងបងប្អូនបាទអញ្ចឹងចូល setting នេះមកបន្តមកទៀតគេនឹងមានកន្លែងពាក្យឲ្យ search ចុចលើរង្វង់នឹងមកដូចរបស់ខ្ញុំរង្វង់ចុចលើរង្វង់នឹងមក search រកពាក្យថា account បងប្អូននេះអញ្ចឹងរបស់ខ្ញុំធ្លាប់ search ហើយវាលោតមកហើយបងប្អូនអត់ទាន់មានទេបងប្អូនទៅសេលើហ្នឹងទៅអញ្ចឹងរបស់ខ្ញុំចុចលើ account ពាក្យដែលគេបង្ហាញហ្នឹងចុចចឹងមកបន្ទាប់មកវាលោតបែបនេះនៅក្រោមមករូបមុខហ្នឹងវាដាក់ manage account អញ្ចឹងយើងចុចលើពាក្យហ្នឹងមកបន្ទាប់មកទៀតវាលោត manage account ទៀតអញ្ចឹងយើងចុចលើពាក្យហ្នឹងម្ដងទៀតមកចឹងវាលោតបែបនេះមកហើយអញ្ចឹងរបស់ខ្ញុំមាន account Gmail ក្នុង2 3អញ្ចឹងវាលោតមកពី3ហើយតែរបស់បងប្អូនអត់មានទេគឺវាអត់លោតឲ្យទេតែយើងបង្កើតថ្មីបងប្អូនមើលខាងក្រោមគេបងអស់គេមានដាក់ពាក្យថា add account ដែលមានសញ្ញាបោកនៅខាងមុខហ្នឹងណាអញ្ចឹងបងប្អូនចុចលើពាក្យថា add account ហ្នឹងមកបន្តមកទៀតបងប្អូនហៅមកពាក្យថា Google នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំនេះវានៅជួរទី4បាទអញ្ចឹងចុចលើពាក្យ Google ហ្នឹងមកហើយតនេះវាឲ្យយើងលោតដោះសោវិញណាមានន័យថាបងប្អូនចាក់សោទូរស័ព្ទដៃការពារទូរស័ព្ទហ្នឹងមិនវាឲ្យដោះអញ្ចឹងហើយតែបងប្អូនអត់ដាក់ទេវាឲ្យដោះទេវាលោតទៅមុខទៀតអញ្ចឹងខ្ញុំដោះសោសិនបាទអញ្ចឹងលោតបែបនេះបងប្អូនខាងក្រោមគេហ្នឹងគឺមានពាក្យថា create account អញ្ចឹងបងប្អូនចុចលើពាក្យថា create account ចុចលើពាក្យ create ហ្នឹងមកហើយជ្រើសរើសយកពាក្យថា for my personal use ហើយនៅក្នុងកឡោនខាងលើនេះគេដាក់ថា first name អញ្ចឹងយើងបំពេញឈ្មោះខ្ញុំចេះតែបំពេញទេប៉ុន្តែសម្រាប់បងប្អូនបំពេញឲ្យត្រូវឈ្មោះបងប្អូនដែលត្រូវការចង់បានឈ្មោះអីដាក់ឈ្មោះនឹងត្រូវបាទអញ្ចឹងខ្ញុំដាក់ចុចចូលអាកឡោនទី1នឹងមកហើយបំពេញឈ្មោះចូលបន្ទាប់ពីបំពេញហើយខាងកឡោនទី2នេះគេដាក់ថា optional ហ្នឹងយើងមិនបាច់ដាក់ក៏បានដែរបងប្អូនចង់ដាក់ក៏ដាក់ទៅបើមិនបាច់ក៏ឲ្យទៅតែខ្ញុំមិនដាក់ទេបន្ទាប់មកយើងចុចលើពាក្យថា next មកហើយជ្រើសរើសថ្ងៃខែបន្ទាប់បំពេញហើយនៅខាងក្រោមគេឲ្យថា gender នេះគឺភេទអញ្ចឹងយើងរើសមកប្រុសស្រីដាក់តាមហ្នឹងទៅយើងដាក់ male បន្ទាប់បំពេញហើយអស់យើងចុចលើពាក្យថា next មកនៅខាងក្រោមគេខាងស្ដាំដៃនេះបាទអញ្ចឹងគេឲ្យយើងរើសហើយធម្មតាវាមានជំរឿសឲ្យយើងប្រហែល2 3អញ្ចឹងណាឬក៏យើងចង់បង្កើតឈ្មោះដោយខ្លួនឯងសរសេរដោយខ្លួនឯងបើបងប្អូនចង់បង្កើតដោយខ្លួនឯងបងប្អូនចុចខាងក្រោមគេអស់ទី3ដាក់ create នេះយក old gmail នេះអញ្ចឹងយើង create ទៅយើងដាក់ទៅយើងចង់បានលេខប្រមាណនៅខាងក្រោយឈ្មោះយើងអីចឹងយើងដាក់តាមហ្នឹងទៅបើសិនជាឈ្មោះហ្នឹងលេខហ្នឹងអត់ទាន់មានអ្នកប្រើប្រាស់ទេយើងអាចដាក់បានវានឹងឲ្យយើងទៅមុខទៀតហើយប៉ុន្តែខ្ញុំយកស្រាប់ទៅមកទៅខ្ញុំខ្ជិលបាទខ្ញុំយកទី2ទៅនេះបន្ទាប់ពីឈ្មោះយើងហើយគេដាក់ថា794បាទចំណាំហ្នឹងទៅខ្ញុំចុចលើអាកន្លងទី2ហ្នឹងទៅហើយយើងពាក្យថា next ខាងក្រោមគេខាងស្ដាំដៃទៀតមកហើយបន្តមកទៀតបំពេញ password ដាក់ password ចូលទៅបាទបន្ទាប់មកទៀតចុចលើពាក្យថា next បែបនេះបងប្អូនកាលណាបញ្ចេញបែបនេះមានន័យថា account Gmail ហ្នឹងគឺយើងបង្កើតបានជោគជ័យដាក់ឈ្មោះខាងលើនេះឈ្មោះដែលខ្ញុំជ្រើសរើសមិញហ្នឹងគឺ794បាទអញ្ចឹងចុចលើពាក្យថា next ខាងក្រោមទៀតមកដើម្បីវាបញ្ចប់ account ទាំងមូលហ្នឹងណាហើយអស់វាឡើងលើតិចទៅយកពាក្យថា I agree បាទខេជោគជ័យហើយអញ្ចឹង account ដែលយើងកើតមិញហ្នឹងគឺនេះទី2ទី1ទី2នេះទី2គឺដាក់ឈ្មោះហើយគឺលេខ794បាទអញ្ចឹងមានន័យយើងបង្កើតបានហើយចំណុចសំខាន់មួយទៀតខ្ញុំភ្លេចប្រយ័ត្នពីមុនមកដែរគឺយើងអាចបង្កើតដោយមិនចាំបាច់ប្រើលេខទូរស័ព្ទអញ្ចឹងបានតែនៅលើទូរស័ព្ទដៃប្រភេទ Android iOS បង្កើតបានទេ iOS ដូចជា iPhone ហ្នឹងយើងបង្កើតបានទេរបស់ខ្ញុំបង្កើតនេះគឺ Samsung ខ្ញុំអាចបង្កើតបានហើយខ្ញុំវីដេអូនេះខ្ញុំពងបង្ហាញបងប្អូនគឺទៅលើ Samsung ដែរបន្ទាប់ពីយើងបញ្ចប់សពគ្រប់អស់ហើយនៅក្នុងការបង្កើត account Gmail មួយហ្នឹងដើម្បីឲ្យសុវត្ថិភាពបងប្អូនត្រូវធ្វើការ add recover លេខទូរស័ព្ទបញ្ចូលទៅមួយទៀតហើយលេខទូរស័ព្ទដែលបងប្អូនចង់ add បញ្ចូលហ្នឹងលេខទូរស័ព្ទយ៉ាងម៉េចក៏បានដែរមានន័យថាលេខទូរស័ព្ទយើងធ្លាប់បង្កើត Gmail ពីមុនមកឬក៏លេខទូរស័ព្ទបង្កើតច្រើនដងហើយក៏យើង add ចូលបានដែរយើងអាច add recover លេខទូរស័ព្ទចូល add recover Gmail ក៏ដូចជាចាក់សោគេហៅ to authority ទៅបងប្អូនអត់សូវប៉ាន់អង់គ្លេសទេអញ្ចឹងយើងអាចចាក់ទាំងអស់ហ្នឹងចូលបានប៉ុន្តែខ្ញុំអត់បានធ្វើវីដេអូបង្ហាញតទៅទៀតទេដោយសារវាវែងពេកអញ្ចឹងវីដេអូរបៀបនៃការ add recover Gmail ឬក៏លេខទូរស័ព្ទអីហ្នឹង
ខ្ញុំនឹងធ្វើនៅវីដេអូខាងក្រោយមួយទៀតបងប្អូនអាចចូលទៅមើលបានខ្ញុំនឹងធ្វើបង្ហាញទាំងអស់ពីការ add recover លេខទូរស័ព្ទក៏ដូចជាចាក់ to authority ហ្នឹងអញ្ចឹងបើបងប្អូនចេះហើយបងប្អូនចាក់បន្តទៅតែបើមិនទាន់ចេះទេទៅមើលវីដេអូរបស់ខ្ញុំនៅខាងក្រោយមួយទៀតខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូក្រោយមួយទៀតបាទសម្រាប់បងប្អូនថ្មីបើមិនទាន់បានចុច subscribe ទេសូមជួយចុច subscribe like និងរូបកណ្ដឹងខ្ញុំម្នាក់មួយផងបាទវីដេអូហ្នឹងគឺចប់ត្រឹមហ្នឹងហើយបងអរគុណសូមជម្រាបលា